ត្រឹមតែមួយប្រព្រឹត្តភ្នែកគ្រួសារខ្មែរនៅអូស្ត្រាលីបាត់បង់កូនស្រឡាញ់ស្មើជីវិតទាំងពីរនាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយសហគមន៍ខ្មែរនៅប្រទេសអូស្ត្រាលីបានបង្ហាញពីការភ្ញាក់ផ្អើលនិងសម្ដែងការសោកស្ដាយជាខ្លាំងបន្ទាប់ពីកុមារតូចៗពីរនាក់បងប្អូនបានបាត់បង់ជីវិតភ្លាមៗនៅក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃពុធទី17 ខែមិថុនាឆ្នាំ2026វេលាម៉ោងប្រហែល 3:15 នាទីរសៀលម៉ោងក្នុងស្រុកនៅក្នុងទីក្រុងស៊ូដនប្រទេសអូស្ត្រាលីកុមាររងគ្រោះទាំងពីរនាក់រួមមានកុមារីកាហ្វរិនអាយុ5ឆ្នាំនិងកុមារាហារីដែលមានអាយុទើបតែ1ខួបត្រូវជាកូនបង្កើតរបស់ស្ត្រីជនជាតិខ្មែរម្នាក់យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានដឹងថាមុនពេលកើតហេតុស្ត្រីជាម្ដាយបាននាំកូនទាំងពីរនាក់ដើរត្រឡប់មកពីសាលាមត្តេយ្យវិញនៅពេលដែលពួកគេកំពុងតែដើរឆ្លងកាត់ផ្លូវស្រាប់តែមានរថយន្តមួយគ្រឿងបានបើកបុកកាហ្វរិននិងរទេះរុញដែលហារីកំពុងអង្គុយពេញទំហឹងភ្លាមនោះប្រជាពលរដ្ឋដែលរស់នៅក្បែរខាងនិងអ្នកធ្វើដំណើរតាមដងផ្លូវបានប្រញាប់ប្រញាល់ចូលទៅជួយធ្វើចលនាបេះដូងនិងសង្គ្រោះបន្ទាន់យ៉ាងអស់ពីសមត្ថភាពរហូតមានអន្តរាគមន៍ពីក្រុមគ្រូពេទ្យប៉ុន្តែជាអកុសលកុមារទាំងពីរនាក់បានរងរបួសធ្ងន់ធ្ងរពេកនិងមិនអាចបើកភ្នែកឡើងវិញបានឡើយអ្វីដែលធ្វើឲ្យមហាជននិងអ្នកលេងបណ្ដាញសង្គមកាន់តែរំជួលចិត្តនោះគឺមុនពេលកើតហេតុបន្តិចកាហ្វរិនទើបតែទទួលពានរង្វាន់ផ្ដល់កិត្តិយសពីសាលាមត្តេយ្យហើយនាងពិតជាសប្បាយរីករាយជាខ្លាំងពេលដើរត្រឡប់ទៅផ្ទះវិញជាមួយម្ដាយនិងប្អូនប្រុសប៉ុន្តែគួរឲ្យសោកស្ដាយត្រឹមតែមួយប្រពេចភ្នែកប៉ុណ្ណោះគ្រួសារដ៏កក់ក្ដៅមួយនេះបានបាត់បង់កូនទាំងពីរដោយគ្មានថ្ងៃត្រឡប់